ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SV1 នៅក្នុងវីដេអូនេះផងដែរខ្ញុំធ្វើការបង្ហាញតទៅនឹងការ create shortcut នៅក្នុង comment អញ្ចឹងបើសិនជាយើងចង់ create ទៅលើ shortcut យើងអាចប្រើទៅលើ alias ដើម្បី create shortcut បានអញ្ចឹងចំពោះនៅត្រង់កន្លែងនេះខ្ញុំបាន remote ចូលទៅក្នុង Gitbase រួចរាល់ផងដែរអញ្ចឹងទីមួយខ្ញុំប្រើ comment alias ហ្នឹងដើម្បី create ទៅលើ comment មួយដើម្បីយើងឆែកទៅលើ RAM អញ្ចឹងខ្ញុំបានវាយ command មួយគឺ alias ខ្ញុំដាក់ឈ្មោះ sv1.comment small hostname .clear .item semicolon ហើយ free .8 ចឹងចំពោះ comment មួយហ្នឹងបានន័យថាយើងចង់ឆែកទៅលើ RAM របស់កុំព្យូទ័ររបស់យើងអញ្ចឹងនៅពេលដែលខ្ញុំវាយហើយខ្ញុំធ្វើការ enter អញ្ចឹងខ្ញុំគ្រាន់តែហៅ comment sv1 comment ហ្នឹងដើម្បីយកមកប្រើបើសិនជាយើងចង់ឆែកទៅលើ RAM អញ្ចឹងបើយើងចង់ហៅវាប្រើយើងគ្រាន់តែវាយ sv1.comment ដែលយើងបានបង្កើតឈ្មោះនៅខាងលើនេះមកតែពេលយើងវាយហើយយើង enter មកវានឹងបង្ហាញតទៅនឹង IP ដែលខ្ញុំបាន hostname.i គឺខ្ញុំឆែកទៅលើ IP ហើយចំពោះ free.8 ហ្នឹងបានថាខ្ញុំឆែកទៅលើRAM របស់ computer របស់យើងអញ្ចឹងវាចេញមកនេះគឺជា IP នេះគឺជាRAM អញ្ចឹងបើសិនជាយើងចង់មើលឃើញនៅក្នុង area របស់យើងគ្រាន់តែវាយទៅលើពាក្យថា area ហ្នឹងមកនេះគឺជា comment ដែលយើងបានបង្កើតមិញហើយបើសិនជាយើងចង់លុបវាយើងគ្រាន់តែវាយពាក្យថា unalias មកហើយយើងដាក់ឈ្មោះ file ដែលយើងចង់ delete គឺ sv1.comment ហ្នឹងមកយើងគាត់តែ enter ហើយយើង alias ម្ដងទៀតវានឹងបាត់អញ្ចឹងបានន័យថាខ្ញុំបាន delete វាបាត់ហើយអញ្ចឹងនៅក្នុងការប្រើប្រាស់ alias នេះបានន័យថាយើងអាចបង្កើតជា comment ឬក៏ file មួយដើម្បីយើងយកទៅប្រើប្រាស់យើងអាចហៅវាមកប្រើប្រាស់ដូចត្រង់កន្លែងនេះយើងអាចរើវាដូចជារើទៅលើ IP ក៏ដូចជា RAM ដែលខ្ញុំបានឧទាហរណ៍នៅខាងលើនេះបានអញ្ចឹងជាបន្តទៀតគឺអញ្ចឹងឥឡូវខ្ញុំធ្វើការបង្កើតវាម្ដងទៀតចំពោះកន្លែងហ្នឹងផងដែរគឺយើងអាចបង្កើតវាតែបាននៅក្នុង memory ទេប៉ុន្តែបើសិនជាយើង exit វាហើយយើងធ្វើការ log in ចូលក្នុងយមទស្សនឹងម្ដងទៀតវានឹងបាត់ឥឡូវខ្ញុំធ្វើការតេស្តវាខ្ញុំវាយ exit មកហើយខ្ញុំដាក់ IP វិញហើយខ្ញុំវាយទៅលើ password ហើយខ្ញុំ clear វាមួយសិនហើយខ្ញុំដាក់ទៅលើ alias មកអញ្ចឹងចំពោះ comment ហ្នឹងវានឹងបាត់ដោយសារតែយើងបង្កើត comment ហ្នឹងឡើងដើម្បី store ទុកនៅក្នុង memory ទេវាអត់ជាប់រហូតទេអញ្ចឹងទី1ហ្នឹងគឺខ្ញុំបានបង្កើតវាជាលក្ខណៈ in memory អញ្ចឹងបើសិនជាយើង log in ហើយយើង log out វាម្ដងទៀតវានឹងបាត់ comment ហ្នឹងបាត់ហើយអញ្ចឹងជាបន្តទៀតខ្ញុំបង្កើតទៅលើ in user ម្ដងអញ្ចឹងដើម្បីបង្កើត in user បានយើងវាយ ls មួយមកហើយ .a ដើម្បីដល់ទៅមើល file ដែលយើង hide then បាត់អញ្ចឹងទៅអញ្ចឹងយើងវានឹងសូមមកទាំងអស់អញ្ចឹងនេះគឺជា file ដែលខ្ញុំមានដែលវាសូមមកទាំងអស់ប៉ុន្តែបើយើងវាយតែ ls វាចេញតែ file តិចទេតែបើយើងវាយ .a វានឹងចេញអា file ឬក៏ folder ដែលយើង hide ហ្នឹងមកទាំងអស់នេះគឺមកទាំងអស់អញ្ចឹងយើងមើលទៅមើល file ឈ្មោះថា best.rc ហ្នឹងមកអញ្ចឹងយើងចូលទៅក្នុង file ហ្នឹងយើងគ្រាន់តែ cd មកហើយយើងដាក់បកទឹកវាមួយមកតមកទៀតបើខ្ញុំបញ្ជាក់ម្ដងទៀតបើសិនជាយើងអត់មាននៅក្នុងហ្នឹងទេចំពោះ file best.rc យើងអាចបង្កើតវាបានយើងគ្រាន់តែយកវា type ហ្នឹងមកហើយយើងវាយ .best rc មកហើយយើងធ្វើការខ្ញុំវាយឡើងនេះខុសគឺ rc ចាំមកតមកទៀតយើងការ enter វានឹងបង្កើតដោយសារតែខ្ញុំមានហើយគឺខ្ញុំអត់បង្កើតទៀតទេខ្ញុំលុបវាចេញវិញចឹងដើម្បីចូលវាបានយើងគ្រាន់តែវាយ command vim ហើយយើងដាក់ឈ្មោះfile ហ្នឹងមក enter ចឹងចំពោះកន្លែងនេះគឺវាមានច្រើនដោយសារតែខ្ញុំបាន insert វាពីមុនមក
chẳngចំពោះនៅត្រង់នេះគឺវាមាន script ច្រើននៅក្នុងហ្នឹងប៉ុន្តែខ្ញុំអត់ចង់ delete នៅក្នុងហ្នឹងទេខ្ញុំចង់បង្កើត file ថ្មីចឹងខ្ញុំគ្រាន់តែព្យួរដើម្បីចេញទៅវិញហើយខ្ញុំបង្កើតទៅលើ touch មួយដើម្បីបង្កើត file ថ្មីខ្ញុំអត់ចង់លុបទៅលើ comment ដែលវាមានស្រាប់នៅក្នុងហ្នឹងទេខ្ញុំដាក់ OC 2 ដងចឹងទៅអញ្ចឹងខ្ញុំចង់បង្កើត file ហ្នឹងដើម្បីនៅក្នុងហ្នឹងមួយទៀតដើម្បី store ទុក comment អញ្ចឹងខ្ញុំធ្វើការ create file មកតាមមកទៀតខ្ញុំls មើលម្ដងទៀតហើយដក a អញ្ចឹងនេះគឺខ្ញុំបានបង្កើតរួចរាល់ហើយវា base RCC អញ្ចឹងដែលខ្ញុំបង្កើតថ្មីដោយសារតែខ្ញុំអត់ចង់លុបទៅលើអាចាស់របស់វានឹងទេវាមាន comment នឹងស្រាប់ហើយអញ្ចឹងខ្ញុំ vim ទៅក្នុង file ដែលខ្ញុំបង្កើតមិញហ្នឹងមក RCC មកចឹងនៅត្រង់កន្លែងនេះគឺយើងអាច insert ទៅលើ comment ដែលយើងចង់បង្កើតចឹងខ្ញុំ insert ទៅលើចឹងខ្ញុំបាន insert ទៅលើ comment នេះមួយដែលមានឈ្មោះខ្ញុំដែលវាស្មើនឹងខ្ញុំចង់ឆែកទៅលើ RAM directory និង hostname IP ហ្នឹងទៅមកខ្ញុំបន្ថែមមួយទៀតគឺទៅលើ DU យើងឆែកទៅលើ directory ទំហំ directory របស់យើង size របស់វាអញ្ចឹងនៅពេលដែលខ្ញុំ add ទាំង4ហ្នឹងហើយខ្ញុំអញ្ចឹងពេលដែលខ្ញុំវាយ command ហើយយើងគ្រាន់តែចុច escape មួយហើយយើងវាយទៅលើ shift ចុច2យើងវាយ W ដើម្បី save វាចូលក្នុង file របស់យើងវាមានបន្លាញហើយ44 byte ហើយវាដាក់ Python ហ្នឹងបានន័យថាវា save ក្នុង file របស់យើងហើយអញ្ចឹងដើម្បីចេញយើងគ្រាន់តែវាយ shift ចុច2មកហើយវាយអក្សរ Q ដើម្បីចេញពីហ្នឹងវិញអញ្ចឹងយើងចូលមកដល់កន្លែងនេះវិញហើយបើសិនជាយើងចង់កែយើងគ្រាន់តែចូលទៅក្នុង comment ហ្នឹងវិញមកហើយយើងវាយvim ឲ្យឈ្មោះ file របស់យើងមកហើយយើង enter មកវានឹងចូលមកក្នុងហ្នឹងវិញហើយយើងគ្រាន់តែវាយអក្សរ I ដើម្បីកែទៅលើ comment របស់យើងហ្នឹងប៉ុន្តែបើសិនជាយើងនេះហើយបើយើងអត់ចង់កែទេយើងគ្រាន់តែ save វាវិញមកយើងចុច escape ហើយយើងចុច W មកដើម្បី save វាហើយយើងធ្វើការចុច shift ចុច2ហើយយើង Q ដើម្បីចេញវិញអញ្ចឹងបើសិនជាយើងចង់កែយើងគ្រាន់តែធ្វើប៉ុណ្្នឹងទេអញ្ចឹងបើយើងចង់ run ទៅលើ file ដែលយើងបានបង្កើតមិញយើងគ្រាន់តែវាយ source តមកទៀតខ្ញុំដាក់ file ដែលខ្ញុំបានបង្កើតមិញឈ្មោះ RCC យើងមកតមកទៀតយើងគ្រាន់តែដាក់ឈ្មោះ file ដែលយើងបានបង្កើតនៅក្នុង insert មិញហ្នឹងខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងដល់ពេលខ្ញុំ enter មកវានឹងឃើញបង្ហាញតាក់ទងទៅនឹងចំនួន RAM ក៏ដូចជាទំហំ directory របស់យើងនេះគឺជាទំហំ directory របស់ខ្ញុំគឺវាមានច្រើនដោយសារតែខ្ញុំបានបង្កើត folder ក៏ដូចជា file នៅក្នុងនោះច្រើនអញ្ចឹងនេះវាបានបង្ហាញទៅលើដូចជា RAM ក៏ដូចជាទំហំdirectory បង្ហាញទៅលើ IP អីចឹងទៅដែលខ្ញុំបាន set វាមិញហ្នឹងហើយមួយទៀតគឺវាបង្ហាញទៅលើ size នេះគឺជា size របស់កុំព្យូទ័រយើងនេះគឺជា IP ដែលខ្ញុំបានសូមិញដែលខ្ញុំចង់រើវាមិញហ្នឹងវាបានបង្ហាញហ្នឹងចឹងបើសិនជាយើងចង់ run ទៅលើ file ដែលយើងបានបង្កើតយើងគ្រាន់តែសោះហើយយើងដាក់ទៅលើឈ្មោះ file ដែលខ្ញុំបានបង្កើតមុនហ្នឹងទៅហើយយើងដាក់ឈ្មោះដែលយើងបានបង្កើត insert ហ្នឹងទៅវានឹងដើរយើងមើលអញ្ចឹងឥឡូវខ្ញុំសាក test ទៅលើការ exit ហើយខ្ញុំ log in ចូលម្ដងទៀតខ្ញុំដាក់ password ចង់ដឹងថា comment ហ្នឹងវានៅក្នុងហ្នឹងអត់អញ្ចឹងខ្ញុំ clear វាមួយសិនអញ្ចឹងខ្ញុំវាយទៅលើឈ្មោះ file ដែលខ្ញុំបានបង្កើតនៅក្នុង insert មិញហ្នឹងចង់ថាវាស្គាល់អត់អញ្ចឹងខ្ញុំមកធ្វើការ test ម្ដងទៀតមិញខ្ញុំបាន exit ហើយខ្ញុំចូលម្ដងទៀតអញ្ចឹងខ្ញុំវាយ comment ឈ្មោះខ្ញុំហ្នឹងមកអញ្ចឹងនេះវាបានស្គាល់មកវិញហើយដែលមានដូចជា RAM ក៏ដូចជា directory ទំហំ directory របស់យើងហ្នឹងអញ្ចឹងដោយសារតែនេះវាមានច្រើនដែលខ្ញុំអស់តារាងលើដើម្បីឲ្យឃើញទៅលើ RAM អញ្ចឹងនេះគឺជា RAM ដែលខ្ញុំបានបង្កើតនៅខាងលើនេះមិនបង្កើតដោយសារតែខ្ញុំបានបង្កើត file ហើយយើងគ្រាន់តែហៅវាមកប្រើដើម្បីវាបង្ហាញឲ្យវាសូហើយចំពោះនៅខាងក្រោមនេះគឺតាក់ទងទៅនឹង
ទំហំកុំព្យូទ័ររបស់យើង hard disk ឬក៏អានេះគឺជា IP address អញ្ចឹងនេះគឺជាវីដេអូតាក់ទងទៅនឹងការបង្កើតទៅលើ command in memory និង in user អញ្ចឹងអាចុងក្រោយនេះគឺជា in user ហើយយ៉ាងមុននោះគឺជា in memory អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ